រាប់អានសូមស្វាគមន៍មកកាន់ Channel មាត់ទន្លេស៊ីបលេខថ្ងៃនេះខ្ញុំលើកយកនៅលំហាត់លេងចំនួន2យកមកចែករំលែកដល់បងប្អូនសិស្សានុសិស្សទាំងអស់សម្រាប់ត្រៀមប្រឡងបាក់ឌុបឆ្នាំនេះណាបាត់លំហាត់ទី1របស់យើងគឺយើងមានបាទ a ស្មើ limit x ខិតជិត0នៃ e សេគុណដល់ x បូកឲ្យ e សេគុណ x sin ការ៉េ x នៅលើ 2x ការ៉េលំហាត់ b គឺ limit x ខិតជិតបូកអនន្តនៃ ln x បូក2ដកឲ្យ ln x បូកនឹង1/4បាទអញ្ចឹងការធ្វើដោះស្រាយយ៉ាងណាក៏សូមបងប្អូនទាំងអស់គ្នារៀបតាមដានទស្សនាកណនី limit ទី1 limit a បាទ x ខិតជិត0នៃ e សេគុណដល់ x បូក e សេគុណ x sin ការ៉េ x លើ 2x ការ៉េបាទអញ្ចឹងមុននឹងកណនី limit គឺយើងត្រូវតែកំណត់រាងរបស់ limit ជាមុនសិនឃើញទេបាទតែកំណត់រាងរបស់វាជាមុនសិនការកំណត់រាងរបស់ limit នេះគឺយើងយកតម្លៃ x ខិតជិតបាទខិតជិតលេខណាមួយនឹងទៅជំនួសកន្លែង x អញ្ចឹងយើងយក x ខិតជិត0បាទយក0មកជំនួសកន្លែង x មកវាទៅជា e សេគុណ0បូកជាមួយនឹង e សេគុណ0ណា e សេគុណ0ស្មើ1បាទ e សេគុណ0ក៏ស្មើ1អញ្ចឹង1បូក1 2បាទអញ្ចឹងម្ដុំនេះស្មើ2ប៉ុន្តែយើងយក0មកជួសកន្លែង x កន្លែង sin នេះបាទអញ្ចឹង sin នៃមុំ0គឺស្មើ0 0គុណនឹង2ស្មើ0ឃើញទេអញ្ចឹងភាគយករបស់យើងស្មើ0ចំណែកភាគបែងដូចគ្នាយើងយក x ខិតជិត0បាទយក0មកដាក់កន្លែង x មក0ការ៉េ0 0 2ដងក៏នៅតែ0ដដែលអញ្ចឹង limit របស់យើងគឺរៀងគេហៅថារៀងមិនកំណត់0លើ0បាទឥឡូវយើងបានដឹងរៀងរបស់ limit យើងហើយបាទយើងនឹងថា e សេគុណដល់ x បូកជាមួយនឹង e សេគុណ x ពេលដែល x ខិតជិត0នេះអញ្ចឹងកតាមួយនឹងវាអត់ស្មើ0ទេណាអត់ស្មើ0ទេអញ្ចឹងកតាដែលស្មើ0នេះគឺ sin x បាទ sin x នៅលើបាទ sin ការ៉េ x នៅលើ x ការ៉េអញ្ចឹងយើងអាចសរសេរបំបែកវាបាទបានចេះ2នេះបាទយើងអាចលើកវាមកខាងមុខក៏បានដែរ2នេះណាបាទលើកមកខាងមុខអញ្ចឹង2នេះនៅភាគបែងអញ្ចឹងភាគយកវាស្មើ1អញ្ចឹងយើងអាចសរសេរ1លើ2 limit បាទ limit x ខិតជិត0នៃ e សេគុណដល់ x បូក e សេគុណ x គុណជាមួយនឹង sin ការ៉េ x លើ x ការ៉េឃើញទេបាទអញ្ចឹងខាងលើនេះយើងអាចសរសេរមកបែបនេះណាបាទបន្តមកទៀត1លើ2នេះយើងទុកដដែល e សេគុណដល់ x បូក e សេគុណ x គឺក៏នៅដដែលយើងឃើញថា sin ការ៉េ x បាទ sin មានការ៉េ x នេះក៏មានការ៉េអញ្ចឹង sin ការ៉េលើ x ការ៉េនេះយើងអាចដាក់ការ៉េរួមទាំងអស់គ្នាបានអញ្ចឹងយើងអាចសរសេរថាបាទ1លើ2 limit x ខិតជិត0 e សេគុណដល់ x បូក e សេគុណ x គុណជាមួយនឹង sin x លើ x លើកជាការ៉េរួមឃើញទេបាទលើកជាការ៉េរួមបន្តមកទៀតគឺយើងនឹងដល់វគ្គជំនួសហើយបាទ limit x ខិតជិត0នៃ sin x លើ x បាទ sin x លើ x នេះស្មើ1បាទអញ្ចឹងយើងជំនួសតាមតម្លៃនឹងមកបាទ1លើ2នេះបាទ1លើ2គឺនៅ1លើ2ដដែលហើយ x ខិតជិត0នៃ e សេគុណ x ដែល x ខិតជិត0អញ្ចឹង e សេគុណ0បាន1នេះបាន1នេះណាបូកនឹងបាទ e សេគុណ0ក៏បាន1នេះចំណែក sin x លើ x limit x ខិតជិត0 sin x លើ x គឺស្មើ1បាទអញ្ចឹង1ការ៉េបាទតមកទៀតយើងបូកវាមកបាទ1លើ2នេះនៅដដែលមក1បូក1 2ហើយ1ការ៉េ1 2ដង2បាទអញ្ចឹងយើងអាចសរសេរថា1លើ2គុណនឹង2ហើយ2សម្រួលនឹង2នេះមកឃើញទេ2សម្រួលនឹង2នេះមកគឺយើងនៅសល់1បាទអញ្ចឹងដូចនេះ limit របស់យើងស្មើ1បាទចប់លំហាត់ទី1យើងបន្តចូលដល់លំហាត់ទី2បាទលំហាត់ទី2
limit x ខាត់ចិត្តបូកអណន្តនៃលិន x បូក2ដកលិន x បូក1លើ4បាទដូចគ្នាដើម្បីគណនា limit គឺយើងត្រូវកំណត់រាងរបស់ limit ជាមុនណាដើម្បីឲ្យដឹងថា limit យើងរាងកំណត់ឬក៏រាងមិនកំណត់បើសិនយើងយកបូកអណន្តមកជួសកន្លែង x មកអញ្ចឹងវាទៅជាបូកអណន្តបូកអណន្តបូក2ក៏នៅតែបូកអណន្តបាទហើយលិននៃបូកអណន្តគឺស្មើនឹងបូកអណន្តបាទដូចគ្នានេះដែរកន្លែង x នេះយើងជួសបូកអណន្តចូលមកណាវាទៅជាបូកអណន្តបូកអណន្តគុណនឹងដកនេះវាទៅជាដកអណន្តដកអណន្តបូក1លើ4ក៏នៅតែដកអណន្តអញ្ចឹង limit របស់យើងគេហៅថារាងមិនកំណត់បូកអណន្តដកអណន្តបាទអញ្ចឹងរាងមិនកំណត់បូកអណន្តដកអណន្តគេធ្វើយ៉ាងម៉េចយើងឃើញថាលិន x បូក2ដកលិន x logarit ផលដកបានផលចែកអញ្ចឹងយើងអាចសរសេរបំលែងផលដកនេះទៅជាផលចែកអញ្ចឹងយើងអាចសរសេរថា limit x ខាត់ចិត្តបូកអណន្តលិននេះ x បូក2លើ x ហ៎ផលដកប៉ុណ្ណេះយើងអាចសរសេរបានផលចែកប៉ុណ្ណេះបូកនឹង1លើ4បាទបូក1លើ4មកដល់កន្លែងនេះចូលរៀងអណន្តលើអណន្តហ៎អណន្តលើអណន្តវិញ x បូក2កណា x ខាត់ចិត្តបូកអណន្តនេះបានបូកអណន្តភាគបែងក៏បានបូកអណន្តអញ្ចឹងរៀងអណន្តលើអណន្តអញ្ចឹងរៀងអណន្តលើអណន្តយើងដក degree ធំជាកតាណាប៉ុន្តែកន្លែងនេះផ្សិនយើងមិនទៅតាមនោះទេយើងអាចផ្ដាច់វាបាទយើងផ្ដាច់មកយើងបាន x នេះជាភាគបែងរបស់ x នេះផងហើយក៏ជាភាគបែងរបស់2នេះផងអញ្ចឹងយើងអាចផ្ដាច់មកយើងអាចសរសេរ limit x ខាត់ចិត្តបូកអណន្តលិន x លើ x បូក2លើ x ឃើញទេប៉ុណ្នេះយើងអាចសេបានប៉ុណ្ណេះបាទបូកនឹង1លើ4នៅដដែល x លើ x x នឹង x នេះយើងអាចចែកមក x ចែក x បាន1អញ្ចឹងមកដល់នោះបាន1ណាអាចសរសេរថា limit x ខាត់ចិត្តបូកអណន្តលិន1បូក2លើ x បូក1លើ4បាទមកដល់កន្លែងនេះវាលែងរៀងមិនកំណត់ហើយវាទៅជារៀងកំណត់ហើយណាបាទវាទៅជារៀងកំណត់ហើយអញ្ចឹងដល់វគ្គយើងជំនួសបាទដល់វគ្គយើងជំនួសហើយយើងយកអណន្តមកដាក់កន្លែង x មកអញ្ចឹង2លើអណន្តឃើញទេបាទអញ្ចឹងអាចសរសេរថាលិន1បាទ1នេះគឺ1នេះ2លើ x x ខាត់ទៅបូកអណន្តអញ្ចឹងលេខលើអណន្តបាន0ហើយ4នៅដដែលណា limit នៃចំនួនថេស្មើនឹងចំនួនថេនឹងដដែលបាទបន្តមកទៀត1បូក0បាន1អញ្ចឹងលិន1បាន0ណាលិន1បាន0អញ្ចឹងយើងបាន0បូក1លើ4បាទ0បូក1លើ4ស្មើនឹង1លើ4បាទអញ្ចឹងដូចនេះ limit របស់យើងស្មើនឹង1លើ4បាទអញ្ចឹងការធ្វើដំណោះស្រាយពីលំហាត់ក៏បានដល់ទីបញ្ចប់អរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនទាំងអស់គ្នាតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនទាំងអស់គ្នាជោគជ័យនៅក្នុងការសិក្សាសូមអរគុណសូមជម្រាបលា